ឧបមាថាយើងមាន KMZ file ចំនួន2 KMZ file ទី1នេះហើយមួយនេះហើយនៅក្នុង file នីមួយៗហ្នឹងវាមាន folder នៅក្នុងនោះទៀតអញ្ចឹងដូចនៅក្នុងករណីនេះវាមានដូច data មួយនេះវាមាន folder មួយឈ្មោះ feature 01 feature 02ហើយនៅក្នុង folder នីមួយៗហ្នឹងវាមានទិន្នន័យហូរហែបន្តមកយ៉ាងនៅក្នុងករណីហ្នឹងឧបមាថាបើសិនបើយើងចង់បដូរវាទៅជាទិន្នន័យ GS វិញពី KML ឬក៏ KMZ ហ្នឹងទៅជា GS វិញអញ្ចឹងយើងត្រូវឆ្លងកាត់ការប្រើប្រាស់នៅ tool ការប្រើប្រាស់ tool ដែលមានស្រាប់នៅក្នុងកម្មវិធី MapReduce Pro ហ្នឹងគឺ KML to layer ហ្នឹងគឺយើងអាចធ្វើបានម្ដងតែមួយទេចុះបើសិនបើយើងចង់ convert ម្ដងទាំងពីរហ្នឹងហើយរក្សាទុកនៅ folder ដដែលមានន័យថានៅក្នុង data មួយនេះវាមាន folder ពីរនេះវានៅរក្សាទុកដដែលអានេះរក្សាទុកធម្មតាហើយយើងអាចធ្វើបានតាមវិធីណាក្នុងវីដេអូនេះខ្ញុំបង្ហាញលោកអ្នកអំពីឧបករណ៍មួយដែលខ្ញុំបានបង្កើតហើយវាអនុញ្ញាតឲ្យយើងធ្វើការងារនឹងបានអញ្ចឹងយើងមានឧបករណ៍មួយគឺ KML KMZ 2DB យើងបើកវាមកហើយបន្តមកយើងទាញ file ទាំងពីរហ្នឹងបញ្ជាក់ផងដែរថាហ្នឹងយើងត្រូវ save វាសិនណាយើងទាញវាដាក់ចូលមកហើយដើម្បីរក្សានៅ structure ផងវាគឺយើងអាច save វាទុកនៅក្នុង folder output វាទៅក្នុង folder តែបើសិនបើយើងដាក់ output វាទៅក្នុង database វាចេញលក្ខណៈផ្សេងអញ្ចឹងខ្ញុំ demo បង្ហាញអានេះយើងអាច skip root folder បានបើសិនបើយើងចង់ដាក់វាចូលគ្នាតែម្ដងយើង skip root folder ទៅតែបើសិនបើយើងចង់រក្សា structure យើងដោះគ្រាសអានេះបើយើងចង់ skip យើងគ្រាសមកនៅក្នុងករណីនេះយើងចង់រក្សា structure អញ្ចឹងវាអត់មានវិបាកអីទេយើងគ្រាន់តែចុច run មកសូមបញ្ជាក់ផងដែរថាសម្រាប់ទិន្នន័យដែលស្ថិតនៅក្នុងទម្រង់ជា KML KMZ វាមានប្រព័ន្ធយាមកាន W.4 ទទេដោយឡែកឧបករណ៍នេះគឺវា project ឲ្យយើងស្រាប់ទៅជា UTM ស្រាប់តែម្ដងអូខេអញ្ចឹងនៅពេលដែលយើង run ហើយយើងឃើញថានេះគឺជា structure នៃទិន្នន័យហ្នឹងលទ្ធផលហ្នឹងគឺយើងឃើញថាវា convert មកត្រូវទៅតាម KML structure ហ្នឹងស្រាប់តែម្ដងហើយនៅពេលដែលយើងបានប៉ុណ្្នឹងហើយយើងអាច add វាចូលមកក្នុង map មកពេលនៅពេលដែលយើង add ចូលមកក្នុង map យើងអាច check មើលទៅលើ source ហើយយើងមើលទៅលើប្រព័ន្ធយាមកាយើងឃើញថាវា check វា project ឲ្យយើងស្រាប់តែម្ដងអានេះគឺនៅក្នុងករណីដែលយើងចង់ save វាជា folder បើសិនបើយើងចង់ save វាទៅជា database យើងអាចធ្វើបានដោយយើងទាញ database ចូលមកលើ output location នេះហើយតាមមកអស់នេះយើងបាច់គ្រីសទេព្រោះពួក option នេះគឺសម្រាប់ folder យើង run នៅពេលដែលយើង run នៅក្នុងនេះគឺខ្ញុំកំណត់ឲ្យវាទៅជាតម្រងបែបនេះតែម្ដងយើងចាំមើលលទ្ធផលគឺយើងយកឈ្មោះ file ហ្នឹងមកភ្ជាប់តែម្ដងដើម្បីឲ្យអ្នកទាំងគ្នាដែលប្រើហ្នឹងគឺងាយស្រួលចំណាំមើលថាតើទិន្នន័យហ្នឹងមកពី folder មួយណាមកពី file មួយណាយើងឃើញនេះអញ្ចឹងយើងឃើញយើងយកឈ្មោះ folder មកភ្ជាប់តែម្ដងណា data 01 feature 01អញ្ចឹងទៅ data 01 feature 02អញ្ចឹងបាទអញ្ចឹងបើពេលដែលយើងបានប៉ុណ្ណឹងយើងឃើញថាអូខេវាមានឈ្មោះវាអីត្រូវទៅតាម folder ហ្នឹងអញ្ចឹងណាអញ្ចឹងយើងអាចរៀបចំជា feature data set អីតទៀតបានគឺយើងអាច add មកមើលតិចមកយើងមើល source វាយើងឃើញថាវា project ឲ្យយើងស្រាប់ហើយនៅពេលដែលយើងបើកមើលយើងឃើញថាទិន្នន័យតាក់ទងទៅនឹង parcel ហ្នឹងវាស្ថិតនៅក្នុង pop up info នេះ pop up info ណាហើយ pop up info នេះវាក្នុងទម្រង់ជា HTML ណា HTML tag អញ្ចឹងខ្ញុំបង្កើត tool មួយទៀតដែល handle អាហ្នឹងគឺ KML pop up info to field នេះចឹងយើងដាក់ទិន្នន័យនឹងចូលមកហើយយើងរើស pop up info field បន្ទាប់មកអានេះសម្រាប់ output type នេះខ្ញុំយក infer type ឲ្យវាតម្រូវទៅតាម data type តែម្ដងហើយនេះគឺ override existing value បើសិនបើវាមាន field នឹងហើយអានេះពេលដែល run ចប់យើងឲ្យវាលុប pop up field នឹងចោលនៃហ្នឹងយើងមិនបាច់បើកទេព្រោះយើងចាំមើលលទ្ធផលសិនយើង run តែពេលដែលយើង run ហើយយើងឃើញថាវាបំបែកនៅ field ចេញពី pop up info ហ្នឹងតែម្ដងឲ្យយើងតែម្ដងណាអូខេអញ្ចឹងពីឧបករណ៍ហ្នឹងគឺយើងអាចប្រើប្រាស់សម្រាប់ handle ហ្នឹងបានអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងយើងជួបគ្នានៅវីដេអូបន្តទៀត